trong khé cứ ôn thở té là cuốn cú trình là phong móc ôn thở té dốt thì tên dùng đặt và đại bật tụ ôn trình dạng mạch dạng náp ôn đã tam năng màu có bật té số tha hạt ấy được trong bài chạy bị đam thà khi ôi dương thư phàn ca đầm mây ấy và thư phàn ca đầm mây ở ôn so để ra khuôn ấy thà khuôn ấy nó bất chứ tha trong bàn trong chui khuôn ấy chùm rinh khuôn ấy ôi riêng đầm mây ban để tê ấy dương châu tới ca bị và chạy cho ba hàm pí rồi biếtในការបំពេញនៃការធ្វើផែនការបាទការធ្វើផែនការសិស្សផែនការបងប្អូនរយៈពេល1ឆ្នាំអញ្ចឹងខ្ញុំលើកឧទាហរណ៍ថាយើងចាប់ពីខែមករារហូតដល់ខែតុលាណាខែតុលាអញ្ចឹងនៅក្នុងហ្នឹងវាមានអីគេខ្លះវាមានក្បាលតារាងវាមានថាមុខវិជ្ជាកម្រិតបន្ទុកដើមឆ្នាំបាទបន្ទុកដើមឆ្នាំហើយខែមករាកុម្ភៈមីនារហូតដល់ខែតុលាហើយក្រុងចុងឆ្នាំបាទក្រុងចុងឆ្នាំហើយនឹងជាក់ស្ដែងបាទហើយនឹងជាក់ស្ដែងអញ្ចឹងនៅក្នុងចំណុចត្រង់នេះខ្ញុំសូមបញ្ជាក់ជូនបងប្អូនថាការធ្វើផែនការនេះយើងចាប់ពីដើមឆ្នាំតែដើមឆ្នាំរហូតដល់ចុងឆ្នាំបាទចុងឆ្នាំបាទអញ្ចឹងចុងឆ្នាំឥឡូវខ្ញុំសូមបញ្ជាក់អំពីបន្ទុកដើមឆ្នាំអញ្ចឹងសួរថាបន្ទុកដើមឆ្នាំនេះតើបងប្អូនអរគ្នាបានពីណាមកអញ្ចឹងបន្ទុកដើមឆ្នាំនេះគឺបងប្អូនបានមកអំពីការដែលសាលាគាត់ធ្វើតេស្តដើមឆ្នាំជាទូទៅនៅពេលដែលមុននឹងចាប់ដើមចូលរៀនបាទចាប់ដើមចូលរៀនមុននឹងចាប់ដើមចូលរៀនគឺសាលាបានរៀបចំនៅកម្មវិធីធ្វើតេស្តបាទធ្វើតេស្តហ្នឹងតេស្តដើម្បីវាស់សមត្ថភាពបងប្អូនតើបងប្អូនបន្ទុកបងប្អូនហ្នឹងនៅដើមឆ្នាំជាបន្ទុកបាននិទេសអីបាទបាននិទេសអីទៅលើមុខវិជ្ជាភាសាខ្មែរគណិតរូបគីមីជីវៈអីហ្នឹងណាបាទទាំងប្រមាណមុខវិជ្ជាហ្នឹងអញ្ចឹងទាំងអស់នៅក្រោមមុខវិជ្ជាមានដល់អង់គ្លេសមែនទេបាទអញ្ចឹងនៅក្នុងនេះគឺយើងមាន10មុខវិជ្ជាហើយនៅក្នុង10មុខវិជ្ជានេះគឺជាបន្ទុកហើយយើងធ្វើតេស្តដើមឆ្នាំវាមានបន្ទុកនឹងឯងបាទអញ្ចឹងបន្ទុកនេះយើងឥឡូវជាក់ស្ដែងខ្ញុំថានេះគឺជាបន្ទុកបាទបន្ទុកជាក់ស្ដែងឬក៏និទេសបាទនិទេសជាក់ស្ដែងដើមឆ្នាំរបស់យើងនៅពេលយើងធ្វើតេស្តតើមុខវិជ្ជាភាសាខ្មែរហ្នឹងបាននិទេសអីគណិតបាននិទេសអីរូបបាននិទេសអីចឹងយើងបញ្ចូលមកនៅពេលយើងធ្វើតេស្តរួចហ្នឹងចឹងសូមបងប្អូនយកអានិទេសដើមធ្វើតេស្តដើមឆ្នាំហ្នឹងបងប្អូនយកមកដាក់ចូលនៅក្នុងបន្ទុកបាទកម្រិតបន្ទុកដើមឆ្នាំណាកន្លែងហ្នឹងណាបាទអញ្ចឹងកន្លែងនេះសូមបញ្ជាក់ថាមិនមែនបញ្ចូលបន្ទុកទេគឺគេដាក់ថាកម្រិតបន្ទុកក៏ប៉ុន្តែបងប្អូនមិនមែនបញ្ចូលបន្ទុកនេះគឺបញ្ចូលបាទបញ្ចូលនិទេសបាទបញ្ចូលនិទេសហើយដោយសារបន្ទុកនៅនេះគេមានថាណាបងប្អូនបន្ទុកប្រមាណដល់ប្រមាណអីចឹងត្រូវបាននិទេសអីចឹងណាបាទអញ្ចឹងកន្លែងនេះគឺបងប្អូនអរគ្នាបំពេញជានិទេសអញ្ចឹងខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងថាមានបងប្អូនគឺគាត់បានកម្រិតនិទេសដើមឆ្នាំបាទដើមឆ្នាំរបស់គាត់គឺបានខ្មែរបាន D គណិតបាន F រូបបាន E គីមីបាន F ជីវៈបាន F ប្រវត្តិបាន D សិលធម៌បានC ផែនដីបាន D ភូមិបាន E និងអង់គ្លេស F អញ្ចឹងអានេះគឺជាបន្ទុកដើមឆ្នាំរបស់គាត់អញ្ចឹងបងប្អូនយកបំពេញមកណាបន្ទុកគ្រប់អាហ្នឹងត្រូវបំពេញគ្រប់មុខវិជ្ជាណាបាទឥឡូវមួយទៀតយើងចូលទៅដល់ការធ្វើផែនការនេះការធ្វើកម្រិតការធ្វើផែនការណាអញ្ចឹងការធ្វើផែនការនេះខ្ញុំសូមបញ្ជាក់ជូនបងប្អូនថាការធ្វើផែនការគឺត្រូវនៅក្នុងមួយខែវាមាន2បងប្អូនឃើញមានកលឹម2បាទនៅក្នុងខែមករានេះមានកលឹម2មានកលឹមនេះខ្ញុំដាក់ថាពេលហ្នឹងអីគេគឺសំដៅទៅលើផែនការអញ្ចឹងពេលនេះគឺផែនការហើយ IF ហ្នឹងគឺជាខ្ញុំដាក់និយាយថាអំពីបន្ទុកជាក់ស្ដែងបាទ in fact ណាបាទ in fact អញ្ចឹងពេលនេះគឺផែនការអានេះ in fact នេះគឺជាក់ស្ដែងបន្ទុកជាក់ស្ដែងរបស់យើងណាបាទអញ្ចឹងពេលខ្ញុំលើកឧទាហរណ៍ថាខ្ញុំនិយាយពីមុខវិជ្ជាភាសាខ្មែរចុះអញ្ចឹងការធ្វើផែនការនៅតាមមុខវិជ្ជានីមួយៗគឺយើងធ្វើឲ្យគ្រប់មួយឆ្នាំតែម្ដងបាទមួយឆ្នាំតែម្ដងអត់មានធ្វើខែនេះធ្វើហើយបានជាក់ស្ដែងបានប្រមាណហើយបានធ្វើបន្តទៀតទេអញ្ចឹងអត់ទេណាគឺធ្វើទាំងអស់គ្រប់រយៈពេល1ឆ្នាំអញ្ចឹងធ្វើម៉េចឥឡូវខ្ញុំលើកឧទាហរណ៍ថាមុខវិជ្ជាភាសាខ្មែរយើងបាននិទេស D អញ្ចឹងណានិទេស D គឺអញ្ចឹងបងប្អូនអរគ្នាត្រូវធ្វើផែនការដេញ
thưa ca bật đánh lang mất chắc bà ban đi hết đánh máu so si dần từ si hết đánh một bì hết đánh từ thì mất ta đo trong nằm ní rồi bàn nó chỉ pan ca thì có bàn tay chẹt đánh dương kịch tam chẹt đánh dương và trô tam chẹt đánh mà chắc lấy trong số bằng hai vì ca thơ pan ca chắc rồi biêm đi ca thơ pan ca ở từ tam cái buôn này nôm tầm đó cứ tí muối thưa pan cá cứ cả lại cả lâm pe ní cứ pon được kia thử bùm pính chỉ bạch buộc màu và so po kêu các bạn này bạch màu ấy chỉ so po kêu nè so po kêu bạch po kêu nè hay cả lại ní cứ so po hòm có bàn tay nhâm xôm này nôm thà ca thưa pan cá cứ pon bùm pính tại pan cá sân ba này không dễ pe 1 năm nè và hay bật tụ chợ đại ní cứ dầm dương bạch trâu cõi nó pe để lỏng ruồi bàn bỏ mán dương bạch trâu tam đằng màu ok lấy nhâm xôm bọ từ pi ca thưa pan cả cốt ban thì đen tam chừng nằm chẳng tha ta cốt cua tại thưa pan ca sầm khai mà ra nó cốt cua tại pan ca nó cốt son là giá thạc luôn ấy nó vô ban thì ấy chẳng chẳng bờ sân chia cốt cái tha bờ sân chỉ dương tay đam nắm ban thì để chẳng cốt ai son là giá tha cốt ai ban thì đi ban đấy cốt ai ban thì e ba nó bà trong nơi trong cho nói tao đấy cứ mình ai tên đấy bà mình ai tên vì bố cốt ba này tên đi bà này tên đi là đảm nắm hay dạ p phẩm man không dạ p một khai để cốt riêng dạ p một khai ai từ do đôi ế cứ mình nghe mình ai gì chẳng thì hào đàn thư pan ca nó khó mình trâu tam song đà để chẳng đầm bay thư pan ca trâu cứ thư pan ca bật đánh dần mất và đấy nhầm pi đi mất đây như cái đây một đó xì mà nè ok chẳng ôn là thử phước đặt pan ca xì màu theo nó họ xí dân miền thì khai mà ra hốt đo khai tàu là chẳng dân cứ tha con thử ca phẩm mai là so tiết đầm bay là tàu chẳng còn miền xí hay bi hay chẳng con thử ca bây giờ so tiết đầm bay là tàu chẳng không cả này mỗi ní và sân bà con mình toàn đã xì cái bán này con ai dạ pi khai ní con son là giá con ai cái tha con đã đi sân đâu bà còn ai đặt đi pi khai sân đâu bà đặt đi pi khai sân tấn hơi chăm tọa đó khai mỹ niên đang mê xá có đặt xì bình tầng nè fan cả xì đó và để tê xì tấn tọa đó pi khai tiết và pi khai tiết có đạn để tê bi mà ok bi mà là ngày chẳng bi chẳng đi hay xí hay bí lang mà đó khách và man khai trong khỏi nó cứ đặt vô tầm mòn đấy đặt vô tầm mòn và miền hà lợi dân pan cao dân đo cổ đầu á chân pan cá tam mụ chi để mùi muối thử đánh thử mất lần đó người tê và người tê hay mũi tiết cứ krong đàm năm bờ sân chia trong năm này hái trong năm cứ thử đặt và pan cá và anh ấy cứ chia ca thôi pan cá chẳng bông bông đọc này còn tay bổng pin bịch khiếu rồi có máu nơi cái lại pan ca sân bán này chùm này còn lâm po cả hôm để mình so po cả hôm đấy chẳng bông bông mạch toàn pin nhỉ và tay nhâm sông này nom tha pin nó pin nè bổng pin nó pin đẹp ôn thôi tay rồi cho ta khai mạ cả nhưng thôi tay nơi ngày thì mà phi khai mạ cả chẳng thì họ chẳng còn bốc srop dạ pin 5 3 4 ថ្ងៃឬក៏5ថ្ងៃចេញលទ្ធផលមកអញ្ចឹងចេញលទ្ធផលឧទាហរណ៍ថាឥឡូវបងអូនដាក់ផែនការថាបងអូនបានទេឌីសម្រាប់តែពេលបងអូនបានដល់ពេលប្រឡងមកបានទេឧទាហរណ៍ទេអញ្ចឹងបងអូនត្រូវបញ្ចូលទេនឹងមកប៉ុន្តែបើសិនបើបងអូនបានទេស៊ីបងអូនវាអក្សរស៊ីមកប៉ុន្តែសួរថាឥឡូវនេះត្រូវដូរអត់មិនបាច់ដូរទេពីព្រោះបងអូនធ្វើផែនការឲ្យប៉ុន្តែសួរថាឥឡូវនេះបងអូនធ្វើផែនការ D ប៉ុន្តែដល់ពេលជាក់ស្ដែងបងអូនប្រឡងជាក់ស្ដែងបានទេ C អញ្ចឹងមានថាបងអូនខិតខំប្រឹងប្រែងរៀនបានល្អមែនទែនយកចិត្តទៅដាក់រៀនដោយសារតែឃើញថាវាធ្លាក់អញ្ចឹងដល់ពេលធ្លាក់អញ្ចឹងបងអូនអាចខិតខំប្រឹងប្រែងបានទេ C អញ្ចឹងបងអូនខិតខំប្រឹងប្រែងទៅលទ្ធផលបានលើសផែនការទៅទៀតបាទបានលើសផែនការទៀតបាទអញ្ចឹងនេះគឺជាផែនការបាទផែនការអានេះបន្ទុកជាក់ស្ដែងដូចគ្នាផងដែរមុខវិជ្ជានីមួយនៅពេលដែលបងអូនប្រឡងរួចចុងខែគឺបងអូនត្រូវតែលោកគ្រូចេញលទ្ធផលមកបងអូនត្រូវតែយកនីតិយកមកដាក់បាទដាក់អីបន្ទុកបងអូនចេញយ៉ាងម៉េចយ៉ាងណាបងអូនដាក់តាមនឹងមកក៏ប៉ុន្តែ
สุดท้ายเหตุấy được trong bài chạy bị đam thà khi oi dương thơ pan ca đầm mây ấy và thơ pan ca đầm mây ở bốn son để ra khuôn anh thà khuôn ấy nó bất chứ tha trong ban trong chui khuôn anh chùm rinh khuôn anh oi riêng đầm mây ban để tê ấy và bờ sân chỉ dương ban để tê đi hai ta dương khất không tăng pray mấy đầm mây oi lang tọt ý nè và chẳng miền tha thơ pan ca lang chẳng đầm mây ở bốn có tha sủng muối khuôn sủng liêng khuôn mấy khất không tăng pray riêng mấy đầm mây từ đồn để tê nhau trong chừngបាទឥឡូវនេះគឺជាការធ្វើផែនការមួយហើយជាក់ស្ដែងដូចខ្ញុំបានជំរាបជូនថាឥឡូវផែនការយើងទៅធ្វើឲ្យហើយណាហើយបន្ទុកជាក់ស្ដែងនេះចាំយើងប្រឡងរួចគ្រប់ខែចប់មួយខែបញ្ចូលម្ដងចប់មួយខែបញ្ចូលកន្លែងនេះម្ដងចប់មួយខែបញ្ចូលម្ដងអញ្ចឹងกระดาษនេះគឺបងអូនកាន់នៅដៃមួយហើយលោកគ្រូទុកថ្នាក់គាត់រក្សាទុកមួយបាទអញ្ចឹងនេះគឺជាមុខវិជ្ជាភាសាខ្មែរឥឡូវខ្ញុំលើកមុខវិជ្ជាគណិតវិទ្យាគាត់បាននិទេស S នៅចុងឆ្នាំ S គឺសំដៅទៅលើធ្លាក់បាទធ្លាក់ S មុខវិជ្ជាធ្លាក់ S អញ្ចឹងតើគាត់គួរតែធ្វើផែនការម៉េចបាទគាត់គួរធ្វើផែនការម៉េចដើម្បីឲ្យចុងឆ្នាំបានទៅដល់ A អញ្ចឹងឥឡូវគាត់អាចដូចខ្ញុំអាចយកគំរូដដែលក៏បានបាទគាត់អាចយកនិទេសគាត់អាចតម្លើងខ្លួនពី S គាត់មិនអាចសន្យាថាគាត់នៅធ្លាក់ដែរគាត់អាចត្រូវឡើងបន្តិចត្រូវឡើងមកដល់មកណាមកបាទឡើងមកដល់មក2ខែមកតាមទៀតD 2ខែទៅD 2ខែទៅតាមទៀត C 2ខែទៀតទៅបាទ2ខែទៅតាមទៀត B 2ខែទៀតទៅបាទបន្តមកទៀត A តែហ្មងណា A បាទ A 2ខែចុងក្រោយ A ចុងឆ្នាំក៏យក A ដែរបាទចុងឆ្នាំក៏យក A ដែរបាទនេះគឺជារបៀបនៃការបំពេញនៃការធ្វើផែនការកុំឲ្យនៅពេលបងអូនខ្លះបានបាន S ស្រាប់តែពេលណាក្នុងកន្លែងនេះដាក់ផែនការយក B ឬក៏ C អត់ត្រូវទេណាបាទសូមបញ្ជាក់បណ្ដេញឡើងតាមឋានៈអញ្ចឹងហ៎បាទឥឡូវយើងនៅទេសម្ដងទៅចូលទេសបើសិនជាគាត់បានទេសអញ្ចឹងតើគាត់គួរតែបំពេញម៉េចបាទអញ្ចឹងយើងអាចធ្វើដូចឥឡូវទៅបាទយើងអាចធ្វើដូចគ្នាទៅយើងយក2ខែសិនទៅណា2ខែសិនទៅបាទ D ឥឡូវខ្ញុំបាទ D 2ខែអញ្ចឹងទៅណាបាទអានេះអាស្រ័យទៅលើបងប្អូនអរគ្នាទេប៉ុន្តែសូមបញ្ជាក់ថាកុំឲ្យធ្វើផែនការចុះគឺត្រូវធ្វើត្រូវតែធ្វើផែនការឡើងបាទត្រូវធ្វើផែនការឡើងហ្នឹងឡើងពីA ឡើងពី រហូតដល់ A នៅចុងឆ្នាំណានេះ C អញ្ចឹងទៅណា C អញ្ចឹងទៅ B មក A បាទ A អញ្ចឹងទៅហើយចុងក្រោយ A ទៅបាទអានេះសម្រាប់បាននិទេស D ហើយ file នឹងចុះឥឡូវយើងទៅមើលមុខវិជ្ជាមកបាននិទេស C អញ្ចឹងបាននិទេស C នេះក៏វាមិនខុសពីឥឡូវដូចគ្នាដែរណា D វាមិនខុសពី D ទេណាឥឡូវបើសិនជាគាត់បាននិទេស C បងអូនធ្វើតេស្តដើមឆ្នាំសិលធម៌ពលរដ្ឋទេបាននិទេស C អញ្ចឹងណាបាទបាននិទេស C អញ្ចឹងបងអូនត្រូវធ្វើផែនការម៉េចអញ្ចឹងដាក់ C នឹង2ខែសិនទៅបាទតមកទៀតបាន B 2ខែទៀតទៅបាទអានេះជាការសន្យាបងប្អូនធ្វើម៉េចឲ្យឡើងណាតមកទៀត A យកតែមកណាបាទដោយសារតែបងអូនបាននិទេសល្អហើយនិទេស C ហើយនៅចុងនៅដើរទៅតេស្តដើមឆ្នាំបាននិទេស C ហើយអញ្ចឹងបងអូនអាចថាវាងាយស្រួលឡើងដល់ A ណាបាទអញ្ចឹងអានេះវាមិនខុសគ្នាទេដោយឥឡូវណាអញ្ចឹងខ្ញុំសូមបង្ហាញតែប៉ុណ្្នឹងទេបងប្អូនអរគ្នាព្យាយាមមើលទៅហើយមិនយល់ត្រង់ណាបាទបងប្អូនអាចcomment សួរនៅក្នុងវីដេអូដែលបងប្អូនបានមើលនេះបាទ comment សួរទៅខ្ញុំនឹងបង្ហាញប្រាប់បន្តទៀតបាទអញ្ចឹងនេះគឺជារបៀបនៃការធ្វើផែនការបន្តពីបងប្អូនអរគ្នាបំពេញគ្រប់មុខវិជ្ជានេះខ្ញុំគ្រាន់តែជាលើកឧទាហរណ៍ណាលើកឧទាហរណ៍ប៉ុន្តែបងប្អូនត្រូវគ្នាត្រូវបំពេញទាំងអស់អញ្ចឹងគ្រប់មុខវិជ្ជាទាំងអស់គឺបំពេញអញ្ចឹងដូចគ្នាណាបាទបំពេញអញ្ចឹងឲ្យគ្រប់មុខវិជ្ជាទាំងអស់បាទឲ្យគ្រប់មុខវិជ្ជាទាំងអស់មិនមែនទុកចំហចោលអញ្ចឹងឬក៏ធ្វើតែប៉ុណ្្នឹងមុខឯណាធ្វើទាំងអស់គ្រប់មុខវិជ្ជាហើយបន្តមកទៀតបន្តពីបងប្អូនធ្វើផែនការជាអក្សរពណ៌ខៀវពណ៌ខ្មៅនេះអស់ហើយបងប្អូនអរគ្នាត្រូវយកបាទស្លឹកនៃផែនការបងប្អូននឹងជូនទៅដល់លោកគ្រូបន្ទុកថ្នាក់ដើម្បីឲ្យគាត់ជួយចុះហត្ថលេខានៅត្រង់នេះណាបាទជួយឲ្យគាត់ចុះហត្ថលេខានៅត្រង់នេះបន្តមកទៀតបងប្អូនអរគ្នានេះគឺជាហត្ថលេខាឬក៏ស្នាមមេដៃរបស់អាណាព្យាបាលណាមេដាបេដាឬក៏អាណាព្យាបាលណាបាទអញ្ចឹងដូចខ្ញុំបញ្ជាក់ពីដើមថាបើសិនបើបងប្អូនអាណាព្យាបាលបងប្អូននៅជាមួយពុកម្ដាយអញ្ចឹងម្ដាយបងប្អូនឈ្មោះអីមែនទេអញ្ចឹងឲ្យគាត់សញ្ញេណាបាទគាត់ម្ដាយឬក៏បានពុកក៏បានដែរគាត់សញ្ញេហើយ
ឬក៏ផ្តិតមេដៃណាហត្ថលេខាឬស្នាមមេដៃអញ្ចឹងផ្តិតមេដៃក៏បានសញ្ញេក៏បានដែរហើយដាក់ឈ្មោះគាត់ផងណាហើយកន្លែងនេះគឺហត្ថលេខារបស់ប្អូនបាទហត្ថលេខារបស់ប្អូនហត្ថលេខាហើយនឹងឈ្មោះប្អូនមកណាបាទបន្ទាប់ពីបងប្អូនអ្នកគ្នាបានសញ្ញេនិងផ្តិតមេដៃអាណាព្យាបាលរួចហើយបាទអាឡៃកន្លែងមួយនេះតាមពិតគេឲ្យចុងឆ្នាំបានប្អូនត្រូវចុះហត្ថលេខាប៉ុន្តែមិនបាច់ទេបាទជូនគាត់ឲ្យដើម្បីឲ្យអាណាព្យាបាលគាត់បំពេញឲ្យហើយទៅគាត់ផ្តិតគាត់ផ្តិតមេដៃឬមួយក៏ចុះហត្ថលេខាហើយមកហើយបងប្អូនយកបន្ទាប់ពីបានហ្នឹងហើយបកគលជូនទៅលោកគ្រូបន្ទុកថ្នាក់ហើយលោកគ្រូបន្ទុកថ្នាក់នឹងយកផែនការមួយនេះយកមកប្រគល់ជូនគណៈនាយកដើម្បីគណៈនាយកធ្វើការបោះត្រាបាទសញ្ញេចុះហត្ថលេខានិងបោះត្រាឯកភាពទៅលើផែនការរបស់បងប្អូនខាងលើនេះបាទបន្ទាប់មកទៀតហើយបានលោកគ្រូគាត់យកបន្ទាប់ពីនាយកសាលាគណៈគ្រប់គ្រងបានបោះត្រារួចហើយគឺបកគលជូនទៅលោកគ្រូបន្ទុកថ្នាក់វិញលោកគ្រូបន្ទុកថ្នាក់នឹងយកផែនការទាំងរបស់ដែលធ្វើរួចនេះបាទយកទៅ copy បាទយកទៅ copy ដើម្បីចែកទៅដល់បងប្អូនវិញហើយលោកគ្រូបន្ទុកថ្នាក់គាត់ទុកអាហ្នឹងមួយច្បាប់ហើយចែកជូនមួយច្បាប់ចែកជូនមួយច្បាប់ហ្នឹងគឺសម្រាប់បងប្អូនបំពេញខ្លួនឯងឧទាហរណ៍ថាឥឡូវបងប្អូនភាសាខ្មែរនៅខែមករាបងប្អូនធ្វើផែនការ D បន្ទុកនិទេសជាក់ស្ដែងគាត់បងប្អូនបាននិទេស C អញ្ចឹងបងប្អូននិទេស C មកតើឲ្យខែកុម្ភៈបងប្អូនធ្វើផែនការ D ចុះនៅពេលបងប្អូនប្រឡងបានប៉ុន្មានស្រាប់តែបងប្អូនធ្លាក់មកបាទធ្លាក់មកអញ្ចឹងអាហ្នឹងក៏ដោយគាត់ត្រូវតែបំពេញដែរមិនមែនថា D នេះសន្យាថា D ហើយត្រូវតែបំពេញ D ទេណាអញ្ចឹងបញ្ចូលនិទេសជាក់ស្ដែងរបស់បងប្អូនដាក់ចូលមកអញ្ចឹងនៅពេលដែលបងប្អូនបាននិទេសហើយបងប្អូនត្រូវដឹងថាខ្លួនហ្នឹងការរៀនរបស់បងប្អូនហ្នឹងមានការធ្លាក់ចុះខ្លាំងណាស់អញ្ចឹងបងប្អូនមិនអាចបដ ாய் ខ្លួនបានទៀតទេទៅលើមុខវិជ្ជាភាសាខ្មែរដែលបងប្អូនកំពុងតែធ្វើនេះអញ្ចឹងបងប្អូនត្រូវតែខិតខំប្រឹងប្រែងបាទខំប្រឹងប្រែងដើម្បីប្រឡងដើម្បីរៀនមិនប្រឡងមិនដើម្បីឲ្យបាននិទេសល្អឡើងវិញបាននិទេសល្អឡើងវិញអាចមករក C វិញទៅណាបាទ C វិញទៅហើយរស់ឡើងជានឹងទៀតក៏ល្អណាបាទហើយគ្រប់មុខវិជ្ជាបងប្អូនត្រូវបំពេញដូចគ្នាណាក្នុងមួយខែប្រឡងខែមករាចប់បងប្អូនត្រូវបំពេញអានេះឲ្យគ្រប់មុខវិជ្ជាណាគ្រប់មុខវិជ្ជាហើយផែនការនេះបងប្អូនមានត្រូវបំពេញអស់គ្រប់គ្នាមកណាប៉ុន្តែខ្ញុំមិនបង្ហាញអស់ទេហើយអាស្រ័យទៅលើបងប្អូនដូចតាមខ្ញុំដែលបញ្យល់អំបញ្ញមិញអញ្ចឹងបងប្អូនស្វែងយល់តាមនឹងណាបាទអូខេអញ្ចឹងបងប្អូនបន្ទាប់ពីធ្វើផែនការរួចបងប្អូនត្រូវតែបំពេញបាទកន្លែងនេះហើយការបំពេញកន្លែងនេះគឺសូមបញ្ជាក់ថាបំពេញជាប៊ិចពណ៌ក្រហមណាបំពេញជាប៊ិចពណ៌ក្រហមខ្ញុំសូមបញ្ជាក់ឡើងវិញមិញខ្ញុំមិនបញ្ជាក់ការធ្វើផែនការសរសេរជាប៊ិចខៀវឬប៊ិចខ្មៅចំណែកបន្ទុកឬក៏និទេសជាក់ស្ដែងបំពេញជាប៊ិចក្រហមណាបំពេញជាប៊ិចក្រហមហើយអាដើមឆ្នាំនេះក៏បំពេញប៊ិចក្រហមដូចគ្នាដែរបាទបំពេញប៊ិចក្រហមដូចគ្នាអញ្ចឹងនេះAFM នេះគឺបំពេញបាទកលឹមទី2ហ្នឹងណាបាទកលឹមទី2នៅក្នុងខែហ្នឹងគឺបំពេញជាប៊ិចពណ៌ក្រហមបាទប៊ិចពណ៌ក្រហមអញ្ចឹងក្រហមដល់អាពេលផែនការដូចគ្នាចុងឆ្នាំក៏ដូចគ្នាបានប្រមាណបញ្ចូលតាមហ្នឹងហើយប៉ុន្តែសរសេរជាប៊ិចក្រហមណាបាទសរសេរប៊ិចក្រហមបាទអញ្ចឹងការធ្វើបទបង្ហាញអំពីការធ្វើផែនការរបៀបនៃការធ្វើផែនការរបស់រៀនសូត្ររបស់សិស្សក្នុងរយៈពេល1ឆ្នាំបាទគឺមានតែប៉ុណ្្នឹងទេហើយបើសិនបើបងប្អូនអរគ្នាមានចម្ងល់បងប្អូនអាច comment ចូលនៅក្នុងវីដេអូខ្ញុំនឹងបញ្យល់បង្ហាញបន្ថែមទៀតអំពីចំណុចមួយបាទសូមអរគុណ